លោកគ្រូអ្នកគ្រូបាទអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកអំពីកម្មវិធីប្រព័ន្ធគ្រប់គ្រងវត្ថុកម្រិតបឋមនឹងបាទអញ្ចឹងនេះជាប្រព័ន្ធដែលខ្ញុំចងឡើងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបាទហើយសូមបញ្ជាក់ផងដែរវាអាចមានកម្រិតឆ្កងតិចតួចបាទហើយលក្ខខណ្ឌដើម្បីប្រើប្រាស់កម្មវិធីនេះបានទី1លោកគ្រូអ្នកគ្រូត្រូវមានកម្មវិធី Microsoft Office Excel ហ្នឹងគឺឆ្នាំ2021ឡើងបានទៅរូបមន្តហ្នឹងវារត់ល្អចឹងដើម្បីឆែកយើងចុចបើក Excel មកហើយយើងចុចលើ file ហើយចុចលើពាក្យ account នេះនៅកន្លែងនេះចឹងចាប់ពី2021ឡើងបាទទៅយើងអាចប្រើប្រាស់ file នេះបានបើក្រមហ្នឹងប្រើបាន21 24នេះបានទាំងអស់បាទចឹងនៅក្នុងfile ប្រព័ន្ធគ្រប់គ្រងវត្ថុបឋមនេះទី1បាទអញ្ចឹងទី1គឺយើងត្រូវបំពេញព័ត៌មានគ្រូបាទក្នុងករណីយើងបាន file ដំបូងបាទនេះចឹងយើងបំពេញឈ្មោះកម្រងនាយកលេខទូរស័ព្ទសាលាបន្ទាប់មកឈ្មោះខែបាទយើងចាប់ដើមរៀនខែណាយើងបំពេញខែហ្នឹងមកបាទហើយការបរិច្ឆេទចាំគតិបាទយើងអាចចាំបំពេញក្រោយក៏បានដែរហ្នឹងបាទហើយសូរិយគតិបាទយើងបំពេញទៅវាលុតទៅកន្លែងរដ្ឋផលសារប្រចាំខែបាទអញ្ចឹងបន្ទាប់ពីយើងបំពេញនឹងហើយយើងឧទាហរណ៍អានេះយើងចាំបំពេញក្រោយទៅចាំដល់ខែវាចាំយើងមកបំពេញបាទអញ្ចឹងយើងចុចថយក្រោយវិញចុចលើប៊ូតុងនេះបាទហើយអ្វីដែលយើងត្រូវបំពេញទៀតគឺយើងត្រូវបំពេញប្រវត្តិរូបសង្ខេបសាស្ត្របាទអញ្ចឹងអ្វីដែលខ្ញុំចង់នេះគឺខ្ញុំចង់ឲ្យបំពេញតែបាទកន្លែងពណ៌សទៅយើងអាចបំពេញបានកន្លែងនេះបំពេញអត់បានទេលុបក៏អត់បានដែរបាទនេះប៉ុន្តែបើកន្លែងនេះលុបបានបំពេញបានអញ្ចឹងយើងបំពេញអត្តលេខឈ្មោះភេទថ្ងៃខែឆ្នាំកំណើតហើយថ្ងៃខែឆ្នាំកំណើតគឺយើងត្រូវបំពេញថ្ងៃខែឆ្នាំបញ្ជាក់អង្គដែរកំតើលោកគ្រូអ្នកគ្រូត្រូវដូរទៅជាប្រភេទនៅកន្លែងនេះនៅជ្រុងខាងស្ដាំនេះបាទថ្ងៃខែឆ្នាំបាទទៅរូបមន្តនៅកន្លែងអាយុនៃវារត់បើមិនអញ្ចឹងទេកន្លែងនេះវាអត់រត់ឲ្យទេហើយព្រីបន្ទុមិនឲ្យព្រីអាយុដែលយើងនឹងមើលអាយុសិស្សនេះក៏វាអត់រត់ឲ្យដែរបាទអញ្ចឹងបើសិនជាកន្លែងនេះ error លោកគ្រូអ្នកគ្រូមើលថ្ងៃខែនៅកន្លែងនេះបាទអញ្ចឹងបើកន្លែងនេះវាថ្ងៃខែឆ្នាំអាហ្នឹងត្រូវហើយប៉ុន្តែកុំព្យូទ័របើតែយើងអត់ដូរទិញមកដំបូងគឺវាលោតខែថ្ងៃខែឆ្នាំបាទអញ្ចឹងរូបមន្តហ្នឹងគឺអត់រត់ទេបាទខ្ញុំចងសម្រាប់ប្រើលក្ខណៈជាខ្មែរយើងនេះបាទនេះអញ្ចឹងបន្ទាប់ពីយើងបំពេញអស់ហើយបាទវានឹងលោតសិស្សសរុបស្រីនៅខាងក្រោមនេះយើងអាចមើលបានបាទយើងត្រឡប់ទៅក្រោយវិញបាទអញ្ចឹងអានឹងជាអ្វីដែលយើងត្រូវបំពេញដំបូងគេបន្ទាប់មកនៅក្នុង file នេះគឺមានព្រាអាយុបាទខ្ញុំចងគ្រាន់តែជាការរាប់ទិន្នន័យទេមិនមែនជាចងជាទម្រង់តែម្ដងទេបើខ្ញុំចងឲ្យមានថា6ឆ្នាំប្រហែលអ្នកស្រីប្រហែលប្រុសប្រហែលសរុបប្រហែលបាទតែប៉ុណ្្នឹងទេបាទដើម្បីងាយស្រួលបន្ថែមបាទបន្តមកទៀតក្នុងនឹងមានបញ្ជីស្រង់វត្ថុអញ្ចឹងលោកគ្រូអ្នកគ្រូអានេះព្រីបញ្ជីស្រង់វត្ថុចាំឈ្មោះមាសអញ្ចឹងយើងអាច print បានបាទឈ្មោះនេះរត់មកអូតូទេបាទយើងអាច print អាហ្នឹងដើម្បីយកទៅស្រង់ដើម្បីដាក់ចូលក្នុងសៀវភៅយើងបានបន្តមកទៀតមានបញ្ជីស្រង់វត្ថុចាំខែនេះអញ្ចឹងលោកគ្រូអ្នកគ្រូអាច print យកទៅបានបាទហើយបន្ថែមពីហ្នឹងមានបញ្ជីស្រង់អវត្តមានប្រចាំខែនេះអញ្ចឹងយើងអាច print ស្រង់ទៅហើយយើងចម្លងចូលសៀវភៅធំអញ្ចឹងក៏បានដែរបាទហើយរបៀបប្រើប្រាស់បន្ថែមពីលើនេះគឺលទ្ធផលសិក្សាប្រចាំខែបាទឧទាហរណ៍ថាយើងបានបន្ទុកឲ្យខែធ្នូហើយបាទយើងចូលទៅកន្លែងលទ្ធផលសិក្សាប្រចាំខែអញ្ចឹងខែនេះវានឹងលោតមកអូតូបាទលោកគ្រូអ្នកគ្រូមិនអាចកែបានទេលើកន្លែងនេះបាទអញ្ចឹងយើងឧទាហរណ៍ថាយើងចង់ក្នុងខែនីមួយៗមានអីខ្លះឬក៏យើងធ្វើខែធ្នូបាទយើងចុចលើខែធ្នូនេះបាទក្នុងនេះមានបំពេញបន្ទុកបំពេញវត្តមានហើយលទ្ធផលប្រឡងតារាងកិត្តិយសហើយនឹងតាមដានការសិក្សាបាទអញ្ចឹងទេមុនដំបូងចូលទៅបំពេញបន្ទុកអញ្ចឹងលោកគ្រូអ្នកគ្រូអាចបំពេញបានតែកន្លែងនេះមានផ្ទៃពណ៌សទេក្រៅពីហ្នឹងគឺប៉ះអត់បានទេបាទខ្ញុំចាក់សបាទអញ្ចឹងយើងមិនអាចធ្វើអីបានទេបាទក្នុងការបំពេញបន្ទុកនេះគឺលោកគ្រូអ្នកគ្រូត្រូវបំពេញតាមនឹងមកតាមជាក់ស្ដែងលោកគ្រូអ្នកគ្រូបំពេញប្រហែលប្រឡងបានដាក់បំពេញទៅនឹងមកប៉ុន្តែក្នុងសិស្សដែលឧទាហរណ៍សិស្សនេះមានឈ្មោះដែរតែវាអត់មកប្រឡងសោះអញ្ចឹងលោកគ្រូអ្នកគ្រូមិនអាចដាក់0បានទេគឺដាក់ 0.25 បើដាក់0វានឹងច្រឡំជាមួយសិស្សនេះបាទប្រឡោះដែលយើងអត់មានសិស្សហើយបញ្ជាក់ថាប្រព័ន្ធនេះខ្ញុំចងសម្រាប់ទៅត្រឹម59នាក់ទេបាទឧទាហរណ៍សិស្សនេះវាអត់មករៀនសោះអញ្ចឹងយើងមិនអាចដាក់0ទាំងអស់ទេដាក់ 0.25 មួយហើយកន្លែងផ្សេងដាក់0បានបាទបញ្ជាក់ហើយមួយទៀតកន្លែងណាដែលអត់មានសិស្សឧទាហរណ៍សិស្សយើង40នាក់អញ្ចឹងកន្លែងផ្សេងកន្លែងនេះគឺយើងដាក់វត្ថុថា00បាទទៅរូបមន្តវិរុទ្ធ
បញ្ជាក់តាមកន្លែងឯតាន់បាទអញ្ចឹងក្នុងកន្លែងលទ្ធផលគឺខ្ញុំចង់ដាក់ជាភាគរយឲ្យបាទធ្លាក់ប្រមាណចូលប្រមាណគឺជាភាគរយបាទកន្លែងនេះបានល្អបង្គួរប្រមាណនេះខ្ញុំចង់ឲ្យស្រីភាគរយចង់ឲ្យមានទាំងអស់ធ្លាក់ជាប់មានទាំងអស់ហើយនិទេស ABC ខ្ញុំក៏ចង់ឲ្យដែរបាទនៅក្នុងហ្នឹងមានដែរបាទ A មានប្រមាណ B មានប្រមាណស្រីមានប្រមាណគិតជាភាគរយមានទាំងអស់ក្នុងប្រចាំខែនីមួយៗហ្នឹងបាទអញ្ចឹងដើម្បីថយក្រោយវិញយើងចុចកន្លែងផ្ទៃពូលឿងនេះបាទតមកយើងត្រូវបំពេញវត្តមានដើម្បីធ្វើតំណាងការសាមវត្តមានក៏យើងបំពេញនៅកន្លែងពូសដែរនេះបាទយើងពេញនៅកន្លែងពូសនេះមកបាទអញ្ចឹងវានឹងលូតហើយលោកគ្រូនេះគ្រូអាចស្រង់នៅកន្លែងហ្នឹងបំពេញនៅកន្លែងពូសនេះឧទាហរណ៍សិស្សនេះវត្តមានច្បាប់ប៉ុន្មានអត់ច្បាប់ប៉ុន្មានបាទនៅកន្លែងហ្នឹងបាទបំពេញហើយលោកគ្រូនេះគ្រូត្រូវបំពេញពេលប្រចាំខែហ្នឹងតាមពេលហ្នឹងលោកគ្រូនេះគ្រូរៀនបានប្រហែលពេលបំពេញនៅកន្លែងហ្នឹងទៅកន្លែងផ្សេងយើងរត់ឲ្យទាំងអស់បាទយើងចម្លងដាក់ចូលក្នុងសៀវភៅបញ្ជីស្រង់វត្តមានយើងបានបាទគ្រូនេះគ្រូអាចចម្លងបានក្នុងហ្នឹងបាទវាលោតដល់ទាំងអស់អញ្ចឹងយើងបំពេញនៅកន្លែងផ្ទៃពូសទេបន្តមកទៀតឧទាហរណ៍ថាលោកគ្រូនេះគ្រូចង់បំពេញលទ្ធផលហើយយើងចង់ print ចេញអញ្ចឹងយើងអត់មានចុចធ្វើអីទេយើងចុច back ហើយយើងចុចកន្លែងនេះលទ្ធផលប្រឡងប្រចាំខែនេះបាទអញ្ចឹងវានឹងចេញមកអូតូហើយកន្លែងនេះបាទអញ្ចឹងលោកគ្រូនេះគ្រូ print កន្លែងនេះទៅបាទដែលមានជាប់ធ្លាក់ស្រីហើយនឹងជាប់ធ្លាក់គិតជាភាគរយហើយថ្ងៃខែនេះយើងទៅបំពេញកន្លែងបំពេញព័ត៌មានគ្រូដំបូងនោះបាទមួយទៀតមានតារាងកិត្តិយសនេះអញ្ចឹងនេះជាតារាងកិត្តិយសប្រចាំខែក៏វារត់ឲ្យអូតូដែរយើងអត់មានទៅធ្វើអីទេបាទលោកគ្រូនេះគ្រូបំពេញនៅកន្លែងហ្នឹងមកគឺរត់មកឲ្យហើយបាទហើយមួយទៀតមានតារាងកិត្តិយសមានរូបនេះអញ្ចឹងកន្លែងនេះយើង print ចេញមកយើងបិទរូបខាងក្រៅបាទយើងមិនអាចដាក់រូបចូលបានទេដោយសារខ្ញុំចង់រូបប៉ុនក្នុងនេះបាទអញ្ចឹងយើង print មកបិទរូបខាងក្រៅតែបើយើងអត់ចង់បិទទេយើងយករូបតារាងកិត្តិយសនេះទៅprint ឲ្យនាយកនាយិកាសញ្ញាទៅបាទបែកបន្តមកទៀតមានកន្លែងតាមដានការសិក្សាបណ្ដាជាប្រតិបត្តិបន្ទុកដែលយើងអាចយកទៅឲ្យជាការតាមដានសិក្សាប្រចាំខែបានបាទនៅក្នុងហ្នឹងមានអានេះវារត់ឲ្យអូតូទេអញ្ចឹងអ្វីដែលលោកគ្រូអ្នកគ្រូត្រូវធ្វើគឺនៅកន្លែងនេះនេះអញ្ចឹងកន្លែងនេះគឺជាលេខរៀងរបស់សិស្សអញ្ចឹងឧទាហរណ៍ថាយើងចំបានសិស្សទី1នេះអញ្ចឹងគាត់ឈ្មោះប៉ុណ្ណេះមកអញ្ចឹងបន្ទុកក៏នឹងរត់មកហើយនេះអញ្ចឹងដោយសារបន្ទុកមានតែបំណិនជីវិតអញ្ចឹងវាគ្រីសទៅកន្លែងបំណិនជីវិតទេហើយសារតែខ្សោយគាត់នឹងគ្រីសនៅកន្លែងចំណុចត្រូវជួយបន្ថែមហើយបាទហើយថ្ងៃខែនេះក៏យើងបំពេញនៅកន្លែងដំបូងនៅកន្លែងបំពេញព័ត៌មានដែរបន្ទាប់ពីយើងទៅនេះចប់យើងរើសយកលេខ2អញ្ចឹងវាទៅសិស្សទី2មកវានឹងរើសយកសិស្សទី2មកកន្លែងហ្នឹងឬក៏យើងអាចវាយលើនឹងក៏បានដែរយើងចុចអញ្ចឹងហើយយើងវាយលេខ5មកបាទវាទៅសិស្សទី5ដូចគ្នាបាទអញ្ចឹងយើងចុចម្ដងមួយហើយ print បាទដោយសារខ្ញុំមិនបានចងជាកូដអញ្ចឹងយើងមិនអាច save ជា PDF ទាំងអស់អីបានទេគឺយើងចុច print ម្ដងមួយបាទអញ្ចឹងអានឹងជាប្រចាំខែនីមួយៗគឺចេញដូចគ្នាទាំងអស់បាទតមកគឺលទ្ធផលប្រឡងឆមាសអញ្ចឹងខ្ញុំទៅឆមាសមួយយើងមានបំពេញបន្ទុកធម្មតាយើងពេញកន្លែងពណ៌សមកកន្លែងផ្សេងយើងដាក់លេខ0សហត្ថបានមកប្រឡងសោះគឺយើងដាក់ 0.25 បាទក្នុងនោះមានអវត្តមានយើងអត់ពេញទេប្រចាំឆមាសគឺវាបូកឲ្យស្រាប់បាទចេញមកអញ្ចឹងអូតូតែម្ដងបាទឲ្យតែយើងពេញប្រចាំខែបាទអញ្ចឹងបន្ទាប់ពីយើងពេញបន្ទុកហើយវាលូតមកលទ្ធផលឆមាសក៏លូតឲ្យអូតូបាទអត់មានធ្វើអីទេតារាងកិត្តិយសលូតឲ្យដែរបាទជុំភាគប្រចាំខែអត់ត្រូវបំពេញទេគ្រាន់តែចង់ឲ្យលោកគ្រូមើលថាតើខែធ្នូនេះម្នាក់នេះមានមជ្ឈុំភាគប៉ុណ្នេះមែនអត់បាទវាអាចថាមានកំហុសឆ្គងឬក៏អឺអីអញ្ចឹងបើអត់មែនលោកគ្រូអាចមើលផ្ទៀងផ្ទាត់ឡើងវិញនេះបាទអញ្ចឹងបន្តមកកន្លែងម្ដុំនេះគឺលទ្ធផលប្រឡងឆមាសអានេះប្រចាំឆមាសអញ្ចឹងប្រឡងឆមាសមានកន្លែងពេញបន្ទុកប្រឡងឆមាសលោកគ្រូអាចទៅ copy មកពីបន្ទុកនេះបានបាទយើងចុចមកមានបន្ទុកប្រឡងឆមាសលទ្ធផលប្រឡងឆមាសតារាងកិត្តិយសបាទអញ្ចឹងឆមាស2មានដូចគ្នាឥឡូវលទ្ធផលប្រចាំឆ្នាំមានបន្ទុកប្រចាំឆ្នាំយើងអត់ពេញអីទេបន្ទាប់ពីយើងបំពេញបន្ទុកប្រឡងឆមាសលើកទី2ហើយគឺប្រចាំឆ្នាំអត់ពេញអីទេគ្រាន់តែចុចមកយើង print ទៅយកទេអញ្ចឹងនេះជាលទ្ធផលប្រចាំឆ្នាំបាទនេះលទ្ធផលប្រចាំឆ្នាំយើងបាទនេះអញ្ចឹងនេះជាលទ្ធផលប្រចាំឆ្នាំអានេះតារាងកិត្តិយសមានរូបអត់រូបវត្តមានប្រចាំឆ្នាំអញ្ចឹងលោកគ្រូអាចមើលបាននេះវត្តមានប្រចាំឆ្នាំរបស់សិស្សនីមួយៗមានប៉ុណ្ណឹងបាទ
គឺខ្ញុំអត់បានចងជាចង់សរុបនៃសិភៅទេខ្ញុំគ្រាន់តែបូកសរុបឲ្យទេបាទអញ្ចឹងនេះជាតម្រងនៃ file ប្រព័ន្ធគ្រប់គ្រងបន្ទុកហើយអានេះអត់មានចងកូដហើយកុំព្យូទ័រដែលបែរកុំព្យូទ័រដែលយឺតចាស់ហើយអាចប្រើបានឲ្យតែបានថាវាអត់ស៊ី space កុំព្យូទ័រច្រើនទេឲ្យតែមាន Microsoft Office ហ្នឹងចាប់ពី2021ឡើងបាទហើយបុគ្គលគ្រូអ្នកគ្រូចាប់អារម្មណ៍ហើយអាចទំនាក់ទំនងមកខ្ញុំបានតាម Telegram ខ្ញុំនឹងដាក់ QR code នៅខាងលើនេះបាទដាក់លេខទូរស័ព្ទនៅខាងលើនេះផងដែរបាទគ្រាន់តែមកតម្លៃវាសមរម្យបាទតិចតួចបំផុតហើយខ្ញុំចង់នេះគឺប្រើបានតែ1ឆ្នាំទេបាទតែបុគ្គលគ្រូស្នំពណ៌ថាយើងបានរហូតខ្ញុំក៏អាចដាក់ឲ្យបានរហូតផងដែរបាទប៉ុន្តែវាក្នុងមួយឆ្នាំយើងត្រូវអាប់ដេតកែប្រែនៅចំណុចនីមួយៗអញ្ចឹងខ្ញុំចង់តែមួយឆ្នាំទេបាទអញ្ចឹងសូមអរគុណច្រើនសង្ឃឹមថាលោកគ្រូនឹងទទួលបានព័ត៌មានថ្មីបាទកុំភ្លេចចុច like ចែកជាទៀត